Ngày ní nhóm xôm này giảm phí Berry Marubosu. Phần tay mình nâng nhóm này giảm phí Berry Marubosu. Nhóm xôm bằng hai nhóm phí tùm rung rập bó Marubosu. Đại vì cả làng, tại để cả làng. Và sân bà xa nà muối đã vì ai nâng cả làng bàn. Chẳng dừng mơ khả năng trong nói tì muối cứ kì đã tha Marubosu full. Chẳng dừng mơ âm phí rụt riêng ní. Mình này thà chẳng candlestick ពណ៌បៃតងហើយទាំង candlestick ពណ៌ក្រហមគឺវាសម្បូរទៅដោយbody ពេញតែម្ដងអញ្ចឹងមានន័យថាម៉េចមានន័យថាគឺអ្នកដែលបាយឬក៏អ្នកសែលគឺខ្លាំងក្លាបើយើងបញ្ជាក់អំពីអត្តន័យរបស់body នីមួយកន្លែងពណ៌បៃតងនេះបញ្ជាក់ថាកម្លាំងអ្នកបាយគឺលើសលប់ហើយចំណែកខាងពណ៌ក្រហមនេះបញ្ជាក់ថាកម្លាំងអ្នកសែលគឺលើសលប់តែម្ដងនៅរូបទី2គឺរូបទី2នេះគឺគេដាក់ថា Marubosu Open Marubosu Open យើងមើលអំពី candlestick ទាំងពីរនេះគឺមានរាងបិច្រាស់គ្នាណាបិច្រាស់គ្នាអញ្ចឹង Open យ៉ាងម៉េចអញ្ចឹងយើងមើលកន្លែងដែលទីផ្សារ Open គឺចាប់ផ្ដើមបើកពីក្រោមនេះទៅហើយវាឡើងទៅលើរហូតដល់ផុតកំពូលស្រាប់តែវាមកបិទផ្សារនៅខាងក្រោមនេះណាវាបិទផ្សារនៅខាងក្រោមនេះចំណែកខាងបកគោលពណ៌ក្រហមនេះគឺមានរូបរាងដូចគ្នាវាបើកផ្សារនៅខាងលើនេះបើកផ្សារខាងលើនេះហើយស្រាប់តែវាចាប់ផ្ដើមចុះមកដល់កំពូលក្រោមនេះស្រាប់តែវាឡើងទៅលើតិចវាបិទផ្សារនៅត្រង់នេះនឹងតែម្ដងអញ្ចឹងវាបើកផ្សារពីក្រោមពណ៌បៃតងនេះវាបើកផ្សារពីក្រោមហើយវាឡើងទៅលើហួសកំពូលហើយវាមកបិទផ្សារនៅខាងក្រោមបន្តិចចំណែកខាងពណ៌ក្រហមគឺដូចគ្នាវាបើកផ្សារខាងលើមកដល់ក្រោមហើយវាឡើងទៅលើវាបើកផ្សារត្រង់ឯនេះអាកន្លែងមានសាដូមានអីនេះបញ្ជាក់ថាគឺមានកម្លាំងសាលគឺចាប់ផ្ដើមកើតឡើងឡើយហ្នឹងណាបានវាមកបើកផ្សារនៅត្រង់កន្លែងនេះចំណែកខាងនេះគឺដូចគ្នាដែរមានសាដូនឹងបញ្ជាក់ថាវាកម្លាំងអ្នកសាលចាប់ផ្ដើមរៀងថយបន្តិចដែរអញ្ចឹងណាយើងមើលអំពី Marubosu ទី3គឺគេដាក់ close នេះយើងមើលអំពីbody ទាំងពីរក៏ខុសគ្នាដែរទីផ្សារនេះគឺចាប់ផ្ដើមបើកពីក្រោមនេះទៅណាបើកពីមុនដំបូងពណ៌ក្រហមទេនៅកន្លែងនេះពណ៌ក្រហមទេប៉ុន្តែដល់ពេលវាមកដល់ត្រង់លេននេះចាប់ផ្ដើមពណ៌បៃតងមកដល់ខាងនេះវាបិទផ្សារហើយពណ៌ក្រហមក៏ដូចគ្នាវាបើកផ្សារនៅកន្លែងនេះហើយវាឡើងទៅលើបន្តិចវាអាចទៅចេញជាពណ៌បៃតងប៉ុន្តែបន្ទាប់មកវាអាចចុះមកក្រោមវិញវាមកបិទផ្សារនៅត្រង់កន្លែងនេះតែម្ដងនេះគឺយើងនិយាយអំពីរូបរាងទាំង3បងប្អូនអាចចំណាំបានទៅគឺពេលដែលមានរូបរាងបែបនេះបញ្ជាក់ថាសត្វតែជាMarubosuដែលបានកើតឡើងនៅលើផ្សារហើយBerry Marubosu ម្ដង Berry Marubosu នេះគឺយើងមានធាតុផ្សំ4ដែរគឺទី1ធ្វើម៉េចឲ្យបងប្អូនស្គាល់អំពីរូបរាងរបស់ Berry Marubosu Berry Marubosu គឺការចំណាំរូបរាងរបស់វាមិនជាការពិបាកអីទេមានន័យថាទាំងខាងលើទាំងខាងក្រោមគឺអត់មានស្រមោលទេគឺពោពេញទៅដោយbody ពេញតែម្ដងហើយវាពណ៌ក្រហមបញ្ជាក់ថាទីផ្សារនេះគឺមានកម្លាំងសែលហ្នឹងគឺលើសលប់តែម្ដងអត់មានកម្លាំងបាយទេអញ្ចឹងគឺកម្លាំងសែលគឺខ្លាំងក្លាទី2អត្តន័យរបស់ Berry Marubosu នេះគឺវាបានបើកផ្សារនៅខាងលើនេះគេដាក់ open ហើយដល់ពេលមកបិទផ្សារវិញគឺនៅខាងក្រោមគេដាក់ថា close low អញ្ចឹងវាបើកផ្សារនៅខាងលើហើយវាមកបិទផ្សារនៅខាងក្រោមនឹងជាងគឺអត្តន័យរបស់ Berry Marubosu គឺមានប៉ុណ្ណឹងចំណុចទី3គឺលំហូរផ្សារអញ្ចឹងមុននឹងយើងការចូលផ្សារគឺយើងត្រូវស្គាល់អំពីលំហូរផ្សារដែរដើម្បីឲ្យស្គាល់ពីលំហូរផ្សារនេះគឺទី1លុះត្រាតែយើងស្គាល់អំពី
រូបរាងរបស់បេរីមរុបុសុនេះសិនអញ្ចឹងយើងមើលអំពីរូបរាងរបស់មរុបុសុឃើញថានៅត្រង់លេនេះគឺបាតនេះគឺពេញតែម្ដងខាងលើក៏អត់មានស្រមោលខាងក្រោមក៏អត់មានស្រមោលដែរបញ្ជាក់ថានេះគឺជាបេរីមរុបុសុហើយបន្តមកទៀតយើងឃើញបែបនេះថាផ្សារនេះវាជាលំហូរ down trend ឬក៏លំហូរ up trend អញ្ចឹងយើងមើលឃើញថាទីផ្សារនេះគឺជាលំហូរ down trend ហើយដែលអ្វីដែលយើងត្រូវចំណាំបន្តគឺទីផ្សារនេះគឺកើតឡើងនៅចុង up trend យ៉ាងម៉េចទៅអញ្ចឹងយើងមើលពីលើនេះទៅមើលពីក្រោមនេះទៅអញ្ចឹងទីផ្សារវាឡើងពីក្រោមនេះទៅឡើងទៅស្រាប់តែមកដល់ត្រង់កន្លែងនេះគឺមានបកគោលមួយឈ្មោះថាបេរីមរុបុសុពណ៌ក្រហមនេះគឺកើតឡើងចំណុចទី4ដែលយើងត្រូវចូលផ្សារគឺយើងត្រូវចំណាំថាបេរីមរុបុសុនោះភាគចិនវាកើតច្រើនលេខកាលណាវាកើតមកវាអាចជា10លេខ20លេខ30លេខ50លេខក៏ថាបានដែរប៉ុន្តែអ្វីដែលយើងមើលបើសិនបើវាធ្លាក់មកខ្លាំងយើងអាចចូលផ្សារនៅក្នុង candlestick ទី1នេះក៏បានហើយបើសិនជាវាធ្លាក់មកល្មមទេអញ្ចឹងគឺយើងអាចចាំចូលផ្សារនៅក្នុងបង្គោលទានទី2នេះនៅក្នុងពាក់កណ្ដាលនៃបង្គោលទានទី1មានថាដូចយើងមើលបង្គោលទានទី2នេះយើងមើលទៅវាឡើងទៅលើអញ្ចឹងឡើងទៅលើកំពូលនេះត្រង់កន្លែងនេះគឺយើងអាចចូលផ្សារនៅត្រង់កន្លែងហ្នឹងបានហើយយើងដាក់ stop loss នៅខាងលើនេះមកហើយបន្ទាប់មកយើងយក TP យើងអាចយកមកកន្លែង support នៅខាងក្រោមនេះហើយបើសិនជាមាន support បន្តទៀតយើងអាចយក TP បន្តអញ្ចឹងដែរប៉ុន្តែយើងយកមកកាត់ពេលណាដែលមាន support បែបនេះគឺយើងចូលគេហៅថា take profit នៅត្រង់កន្លែងនេះមកនេះចំណុចដែលយើងត្រូវចំណាំហើយមួយទៀតប្រភេទគ្រប់ candlestick ទាំងអស់គឺយើងត្រូវតែចំណាំថាយើងមិនមែនតែឃើញបែបនេះហើយយើងចូលផ្សារទេយើងត្រូវវិភាគតាមលំហូរផ្សារនីមួយដែរឬក៏វិភាគទៅតាម indicator មួយចំនួនដែរថាបើសិនជាវាមើលទៅទំនងចូលផ្សារយើងចូលផ្សារមកអញ្ចឹងគឺយើងត្រូវវិភាគអំពី indicator មួយចំនួនដើម្បីឲ្យយើងគប់ផ្សំគ្នាទៅវាអាចនឹងរកឱកាសក្នុងការចូលផ្សារឲ្យមានសមត្ថភាពហើយមានទំនុកចិត្តអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា